លទ្ធផលនៃការលុបលន់បានបង្រៀនខ្ញុំមេរៀនមួយយ៉ាងធំថាប្រាក់អាចជួយដោះស្រាយបញ្ហាជាច្រើនប៉ុន្តែมันអាចទិញសេចក្តីសុខมันអាចទិញសុខភាពផ្លូវចិត្តនិងมันអាចជំនួសសេចក្តីស្រឡាញ់បានទេជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់ចែករំលែករឿងមួយដែលចេញពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំរឿងនេះមិនមែនជារឿងងាយស្រួលនិយាយទេប៉ុន្តែខ្ញុំជឿថាវាអាចជាមេរៀនសម្រាប់អ្នកណាម្នាក់ដែលកំពុងឆ្លងកាត់ស្ថានភាពដូចខ្ញុំធ្លាប់ជួបខ្ញុំធ្លាប់ជាមនុស្សម្នាក់ដែលតែងតែគិតថាមិនតាន់គ្រប់មានផ្ទះមួយហើយចង់បានផ្ទះមួយទៀតខ្ញុំខំធ្វើការខំរកប្រាក់គិតថាបើខ្ញុំមានច្រើនជាងនេះជីវិតនឹងល្អជាងមុនគ្រួសារនឹងសុខសាន្តអនាគតនឹងមានសុវត្ថិភាពប៉ុន្តែពេលនោះខ្ញុំមិនបានសង្កេតឃើញទេថាខ្ញុំកំពុងបាត់បង់អ្វីៗជាច្រើនបាត់បង់ពេលវេលាជាមួយគ្រួសារបាត់បង់សុខភាពផ្លូវចិត្តការលុបលន់មិនមែនតែចង់បានប្រាក់ច្រើនទេវាគឺជាការចង់បានលើសពីអ្វីដែលយើងអាចគ្រប់គ្រងបានវាធ្វើឲ្យយើងដាក់សម្ពាធលើខ្លួនឯងហើយពេលខ្លះក៏ដាក់សម្ពាធលើមនុស្សដែលយើងស្រឡាញ់ផងដែរមានពេលមួយខ្ញុំអង្គុយម្នាក់ឯងមើលបញ្ហាទាំងអស់នៅមុខខ្ញុំហើយសួរខ្លួនឯងថាតើអ្វីទៅជាអ្វីដែលខ្ញុំកំពុងតាមរកពិតប្រាកដនៅពេលនោះខ្ញុំចាប់ផ្ដើមយល់ថាអ្វីដែលខ្ញុំត្រូវការមិនមែនជាប្រាក់បន្ថែមទៀតទេប៉ុន្តែជាសន្តិភាពក្នុងចិត្តការយល់ចិត្តគ្នាក្នុងគ្រួសារនិងការពេញចិត្តចំពោះអ្វីដែលខ្ញុំមានខ្ញុំចាប់ផ្ដើមរៀនបញ្ឈប់ការប្រៀបធៀបរៀននិយាយថាគ្រប់ហើយរៀនគ្រប់គ្រងប្រាក់តាមសមត្ថភាពនិងរៀនថែរក្សាពេលវេលាជាមួយមនុស្សសំខាន់បានអ្នកកំពុងស្ដាប់វីដេអូនេះហើយមានអារម្មណ៍ថាអ្នកកំពុងរត់តាមអ្វីមួយដោយភ្លេចខ្លួនឯងសូមឈប់បន្តិចដកដង្ហើមឲ្យវែងហើយសួរខ្លួនឯងថាអ្វីទៅជាអ្វីដែលសំខាន់បំផុតសម្រាប់ជីវិតខ្ញុំសម្រាប់ខ្ញុំការលុបលន់បានផ្ដល់លទ្ធផលជឿចាប់ប៉ុន្តែមេរៀនដែលខ្ញុំទទួលបានមានតម្លៃជាងអ្វីទាំងអស់អរគុណបងប្អូនទាំងអស់គ្នាដែលបានស្ដាប់បទពិសោធន៍របស់ខ្ញុំសូមជូនពរឲ្យអ្នកទាំងអស់គ្នារកឃើញតុល្យភាពសេចក្តីសុខនិងជីវិតដែលមានន័យសូម Subscribe Channel YouTube របស់ខ្ញុំក្នុងថ្ងៃនេះផងសូមអរគុណ